មកទៀតហើយថ្ងៃនេះមានប្រហុកចិញ្ច្រាំក្រសាំងមានស្វាយមានត្រប់ស្រួយត្រប់ស្វាយត្រប់សអីនឹងមានទាំងអស់ដឹងតែឆ្ងាញ់មកហើយពុកម៉ែបងប្អូនដាក់មកស្រួយឆ្ងាញ់ណាស់ប្រហុកចិញ្ច្រាំអញ្ចឹងញ៉ាំជាមួយនឹងស្វាយឆ្ងាញ់ណាស់ពុកម៉ែបងប្អូនមិនដឹងថាបរិយាយមកទេពុកម៉ែបងប្អូនតកូនឆ្លក់ទឹកទៀតគ្រាន់តែស្ដាប់សំឡេងក៏ដឹងតែឆ្ងាញ់ប៉ុណ្ណាដែរពុកម៉ែបងប្អូនហើយក៏សូមអធិស្ឋានដែររបស់ដែលចូលចិត្តយើងយកមកផុសអញ្ចឹងប៉ុន្តែវាជាការចែករំលែកប្រសិនបើយើងមិនចែករំលែករឿងល្អទេនាងខ្ញុំក៏អត់ដឹងចែករំលែកពីអ្វីដែរហើយយកមកញ៉ាំសិតរបស់ប្រហែលជាពុកម៉ែបងប្អូនសិតរបស់ចូលចិត្តទាំងអស់ឆ្ងាញ់មែននេះដាក់ប្រហុកចិញ្ច្រាំមកគឺថាព្រមមាច់ហ្មងពុកម៉ែបងប្អូនឆ្ងាញ់ណាស់ពុកម៉ែបងប្អូនជាមួយនឹងបរិយាកាសបែបនេះខ្យល់ត្រជាក់អូយស្រស់ស្រាយបែបធម្មជាតិពិតជាមួយនឹងទិដ្ឋភាពស្រុកស្រែមានផ្កាកងោកអមសងខាងផ្លូវអូយហ្វ្រេសអាក្រាប់នេះឆ្ងាញ់ណាស់ពុកម៉ែបងប្អូនបាននេះអត់ទៅឆ្ងាញ់មកណាបាននេះផលល្អសម្រាប់អ្នកអត់មិញអីហូបអសនេះឆ្ងាញ់អ្នកមិនមិញញ៉ាំអានេះដាក់មកឆ្ងាញ់ណាស់តាមពិតអញ្ចឹងមែនណាពុកម៉ែបងប្អូនមកស្រែអត់មានអីទេមានតែប្រហុកចិញ្ច្រាំមួយចានគឺថារស់ហ្មងតែនឹងខ្ញុំខ្លាចឡើងគីឡូនឹងខ្ញុំអត់ហ៊ានដាក់បាយមកទេបើដាក់បាយមកពុកម៉ែបងប្អូនអើយមួយឆ្នាំងបែបអស់ហើយតាមមើលឆ្ងាញ់ហ្មងណា